ខ្លាមួយក្បាលនេះជាស្ដេចព្រៃពិតប្រាកដវាអាចបដូរពណ៌ខ្លួនដើម្បីបន្លំភ្នែកអ្នកដទៃការចាប់វាមិនមែនជារឿងងាយស្រួលឡើយសម្លេងវាក្រហមកងរំពងធ្វើឲ្យសេះស្លុតស្មារតីអស់ហើយសូម្បីតែស្នាមឆ្នូតលើខ្លួនក៏មិនទាន់បានដោះចេញផងប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចខកចិត្តមនុស្សមិនឲ្យតាមប្រមាញ់វាបានដែរអ្នកប្រមាញ់ជិះលើក្នុងដំរីចាំយាមើលគ្រប់ទីចំណែកដំរីក៏ប្រើច្រមុះដ៏វាយរបស់វាតាមដានគោលដៅពួកគេដើរកាត់ព្រៃកាត់ភ្នំមិនបោះបង់សូម្បីតែដំរីតូចតាចហើយមិនយូរប៉ុន្មានដំរីក៏រកឃើញកន្លែងលាក់ខ្លួនរបស់ខ្លាយ៉ាងច្បាស់អ្នកប្រមាញ់លុបចូលទៅរើសកាំភ្លើងដែលធ្លាក់លើដីតែខ្លាបែរជាលេចមុខមកភ្លាមនៅចំពោះមុខគេអ្នកប្រមាញ់ភ័យស្លន់ស្លោស្ទើរតែហោះចេញពីកន្លែងនោះចំណែកដំរីក៏មិនខុសគ្នាដែរវាភ័យខ្លួនឡើងរឹងព្រឺសម្បត្តិអស់ក្នុងស្ថានភាពដែលខ្លាំងជាងបែបនេះអ្នកប្រមាញ់គ្មានផ្លូវតាំងឡើយមិនថាគេព្យាយាមរើបំរះយ៉ាងណាក៏ឥតប្រយោជន៍ខ្លាមើលគេដូចជារបស់ក្មេងលេងហើយលេងសាច់ដាក់គេសូម្បីតែចាប់ផ្ដើមចំបាប់គ្នាទៀតផងក្រោយមកខ្លាយកស្បែកជើងអ្នកប្រមាញ់មកខំលេងប៉ុន្តែអ្នកប្រមាញ់ក៏មិនល្ងងដែរគេចង់កន្ទុយខ្លាជាប់នឹងដើមឈើរួចលួចដាក់ឈើគូសនៅក្រោមជើងខ្លានៅពេលភ្លើងឆេះកាន់តែខ្លាំងខ្លាដែលមិនបានប្រុងប្រយ័ត្នក៏ឈឺស្ទើរតែហោះអ្នកប្រមាញ់ឆ្លៀតឱកាសរើសកាំភ្លើងមកវិញតែមិនទាន់បានធ្វើអ្វីផងក៏ត្រូវខ្លាចាប់បានម្ដងទៀតក្នុងពេលដែលកំពុងតាំងគ្នាកាំភ្លើងក៏ផ្ទុះឡើងបណ្ដាលឲ្យព្រៃឫស្សីជុំវិញនោះរញ៉េញ៉ៃអស់ហើយអ្នកទាំងពីរក៏ត្រូវកម្លាំងផ្ទុះនោះបោកទៀតចេញទៅក្រោយពីធ្លាក់ដល់ដីពួកគេក៏ចាប់ដើមដេញគ្នាម្ដងទៀតចាប់ពីក្នុងព្រៃជ្រៅរហូតដល់វាស្មៅពួកគេរត់ជុំថ្មធំមួយមិនឈប់មិនយូរប៉ុន្មានអ្នកប្រមាញ់ក៏អស់កម្លាំងហត់ដាច់ខ្យល់ហើយខ្លាក៏មិនខុសគ្នាប៉ុន្មានដែរពួកគេឈប់សម្រាកតែពេលសម្លឹងមុខគ្នាក៏ម្នាក់ភ័យរៀងខ្លួននៅវិនាទីបន្ទាប់ក៏បន្តដេញគ្នាម្ដងទៀតដោយមិនបានចាប់អារម្មណ៍ពីភាពមិនប្រក្រតីនៃដុំថ្មនោះឡើយក្នុងពេលដេញគ្នានោះដងខ្លួនខ្លាត្រូវមែកឈើចាក់ឈៀតឱកាសនោះអ្នកប្រមាញ់ប្រញាប់ឡើងទៅពួនលើដើមឈើឃើញខ្លាបែបនេះដំរីក៏ភ័យដែរទើបវារត់ទៅលើដើមឈើដែលរួចដកចណ្ដាលចេញបោកខ្លាឲ្យធ្លាក់ចូលក្នុងដីយ៉ាងខ្លាំងដោយភាពអាសន្នអ្នកប្រមាញ់ក៏ស្ទុះចុះមករួចនាំដំរីរត់យករួចខ្លួនយ៉ាងលឿន